មានប្រពន្ធល្អមិនចេះថែដល់តែបានស្រីចរិតណែនិយាយពីថាថែនោះថែលុកសៃអារឿងបែបនេះនឹងខ្ញុំឃើញមកច្រើននៃបងប្អូនទាំងអស់គ្នាគេថាមនុស្សស្រីដែលស្លូតច្រើនតែអភ័ព្វមនុស្សស្រីដែលខូចកាច់សម្ដីឆាំងប្រៅត្រូវចាយត្រូវធ្វើខ្លួនអត់សូវខ្វល់អត់សូវគិតអាណិតអាសូរប្តីហ្នឹងគឺច្រើនតែសំណាងជាជាងស្ត្រីដែលគាត់ចេះគិតវែងឆ្ងាយអញ្ចឹងតើវាពិតមែនអត់បងប្អូនទាំងអស់គ្នាក្រែងលោថាខ្ញុំនេះចេះតែនិយាយឥឡូវបើសិនជាពិតកុំភ្លេចជួយចូល comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាខ្ញុំឃើញមកច្រើនហើយស្វាមីមួយចំនួននៅពេលដែលមានប្រពន្ធម្នាក់ដែលល្អស្លូតបូតដែលគាត់គិតគូរពីគ្រួសារនៅផ្ទះថែទាំផ្ទះសបែងអាសាអត់មានពេលធ្វើខ្លួននិយាយទៅគឺថាខំត្រុកហើយខ្លាចតែក្រនិយាយទៅខំមិនដឹងយកទៅឯណានិយាយពីថាអត់សូវមានសំណាងទេច្រើនតែកម្មមកបានប្តីមកអត់សូវយល់ចិត្តយល់ថ្លើមអីអត់ចេះអាណិតអាសូរប្រពន្ធប៉ះចំប្តីដែលក្បត់អត់ស្មោះត្រង់លួចលាក់ស្រីញីខាងក្រៅប្តីមួយចំនួនទៀតហ្នឹងនិយាយពីថាលេងលបាយបង្ហិនបង្ហោចគ្រួសារហ្នឹងអាលាយហិនហោចអស់ហើយប្រពន្ធហ្នឹងចេះតែខំហើយខំប្រឹងរប្រឹងធ្វើខំប្រឹងការពារគ្រួសារហើយខំលាក់នៅទុកកង្វល់ទាំងអស់ហ្នឹងតែម្នាក់ឯងទៀតរែកពុនតែម្នាក់ឯងដោយសារអីគិតថាធ្វើមិនទេបានគ្នាជាប្តីជាប្រពន្ធហើយអាណិតកូនអត់ចង់ឲ្យមានរឿងរ៉ាវទៅឆ្លោះទាស់តែងបែកអញ្ចឹងបានថាស្វាមីមួយចំនួនណាមានប្រពន្ធល្អហើយមានពេជ្រនៅក្នុងដៃហើយគ្រូតែចេះថែរក្សាធម្មតារស់នៅជីវិតគូវាអត់សនុកសុខស្រួលទេប៉ុន្តែបើសិនជាយើងបានប្រពន្ធដែលគាត់សមប្រកបគាត់អត់លេងលបែងគាត់អត់ហិចហើរប្រុសឈ្មោលរញ៉េរញ៉ៃបងប្អូនទាំងអស់គ្នាគាត់គិតទៅពីខំចង់មានចង់បានគាត់គិតទៅពីថែទាំក្រុមគ្រួសារនៅផ្ទះសបែងថែទាំផ្ទះសបែងអាហ្នឹងគឺជាសំណាងមួយឯងបងប្អូនទាំងអស់គ្នាអ្នកស្រីមួយចំនួនចាកន្លែងនេះខ្ញុំសូមអធិស្ឋានបើខ្ញុំនិយាយតែមួយចំនួនទេណែផឹកក៏ផឹកលេងក៏លេងអញ្ចឹងគឺថាអស់គង់លើស្រីបងប្អូនទាំងអស់គ្នាទៅស្រីលេងហើយគ្រូសារនឹងដឹងតែលាយហិនហោចហើយបើប៉ះចំស្រីមួយចំនួនទៀតហ្នឹងនិយាយពីថាចាយវាយធ្វើខ្លួនហិចហើយអត់ស្មោះត្រង់ចំពោះប្តីទៀតណែនិយាយទៅគឺថាគាត់អត់ខ្វល់តែម្ដងចង់តែស្អាតចង់តែតែងខ្លួនអត់ខ្វល់ទេប្តីយ៉ាងម៉េចក៏យ៉ាងម៉េចទៅអត់ខ្វល់គាត់ដឹងតែពីចង់សុបាយត្រូវលេងត្រូវញ៉ាំត្រូវធ្វើខ្លួនក៏អត់គិតថាប្តីរកលុយមកហត់នឿយយ៉ាងណាទេប៉ុន្តែស្រីអញ្ចឹងគេតែងតែសំណាងបានប្តីស្រឡាញ់ថ្នាក់ថ្នមបានប្តីយល់ចិត្តអាណិតអាសូរអត់ដែលហ៊ានសម្ដីតូចសម្ដីធំដាក់ទេដោយឡែកនេះប្រពន្ធមួយចំនួនដែលខំត្រុកត្រាក់ព្យាយាមថាខិតខំរក្សាគ្រួសារព្យាយាមថាទោះបីជាប្តីមានបញ្ហាអីក៏ដោយគាត់នឹងគឺថារឹងមាំគាត់ព្យាយាមការពារគ្រួសារនឹងឲ្យបានច្រើនតែអត់សូវមានសំណាងច្រើនតែអភ័ព្វបានប្តីមកអត់មើលឃើញពីតម្លៃមើលឃើញពីការលះបង់របស់ភរិយាទេទៅសម្លឹងឃើញអាស្រីក្មេងខ្ចីខាងក្រៅដែលលំអតែរូបឆោមខាងក្រៅឲ្យស្អុយអាលួយក្នុងនោះបែរជាទៅអាណិតអាសូរស្រឡាញ់អត់ដែលអាណិតអាសូរប្រពន្ធខ្លួនឯងនេះខំត្រាក់នៅផ្ទះទេនិយាយទៅវីដេអូហ្នឹងខ្ញុំនិយាយនេះខ្ញុំគិតថាប៉ះពាល់ច្រើនបន្តិចដែរប៉ុន្តែវាគឺជាតថភាពជាក់ស្ដែងណាបងប្អូនទាំងអស់គ្នាខ្ញុំឃើញច្រើនហើយមានស្វាមីមួយចំនួនទៀតនៅពេលដែលមានប្រពន្ធល្អស្លូតបូតប្រពន្ធទី1ហ្នឹងស្លូតនិយាយពីថាស្លូតអត់ដែលហ៊ានសម្ដីតូចសម្ដីធំអីដាក់ប្តីទេទោះបីជាមានបញ្ហាអីក៏ដោយច្រើនតែទុកមុខឲ្យប្តីតែងតែអភ័ព្វរស់នៅអត់ចុះសម្រងគ្នារហូតដល់បែកបាក់គ្នាស្រេចតែពេលបានប្រពន្ធក្រោយមកនិយាយពីថាគេចង្អុលឆ្វេងស្ដាំទម្លាក់គូតនៅឯណាគេតែជេរបចោប៉ើងនៅឯហ្នឹងអត់ចេះតែហ៊ានជាមួយគេទេសង្ងំឲ្យឡើងពើមអញ្ចឹងបានគេថាមនុស្សស្លូតស្លាប់កាចមានភ័ព្វអាយុយឺនយូរបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំគ្រាន់តែចង់ក្រើនរំលឹកទៅដល់ស្វាមីមួយចំនួនតែប៉ុណ្្នឹងទេមានប្រពន្ធល្អហើយទោះបីជាប្រពន្ធយើងមិនសូវស្អាតក៏ដោយឲ្យតែគាត់ល្អបងប្អូនទាំងអស់គ្នាស្រឡាញ់អាណិតគាត់គោរពឲ្យតម្លៃគាត់ឲ្យបានច្រើនព្រោះថាក្មេងស្រីស្អាតដែលបងឃើញនៅខាងក្រៅទោះបីជាបងស្រឡាញ់ប៉ុណ្ណាក៏ដោយបងអត់ដឹងទេថានាងអត់បានស្មោះត្រង់ជាមួយនឹងបងដូចជាមួយនឹងប្រពន្ធបងទេជាសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាប